ម្សិលមិញនាំកូនខ្ញុំទៅលេងតាក្មេកខ្ញុំនៅផ្ទះចាស់ជរាហើយក៏នាំគ្នាជិះតាក់ស៊ីទៅព្រោះអីគាត់ឥឡូវគាត់ទៅនៅផ្ទះមនុស្សចាស់ហ្នឹង3អាទិត្យដោយសារឈ្នួលគាត់ទៅលេងស្រុកចឹងហើយអត់មានអ្នកមើលហើយនៅស្រុកនេះស្រួលបងប្អូនមធ្យោបាយក្នុងការធ្វើដំណើរចង់តាក់ស៊ីចង់ឡានក្រុងចង់រទេះភ្លើងអីគឺថាមានទាំងអស់តែបើយើងជិះរថភ្លើងឬមួយឡានក្រុងវាអស់លុយតិចតែដោយសារម្សិលមិញហ្នឹងពួកខ្ញុំទៅគឺថាមេឃរោភ្លៀងចឹងហើយក៏នាំគ្នាជិះតាក់ស៊ីទៅដើម្បីចូលដល់កន្លែងផ្ទះមនុស្សចាស់ណាហើយឥឡូវនេះគឺថាពួកខ្ញុំមកដល់ហើយគឺផ្ទះគេនឹងគឺធ្វើតែមួយជាន់បែបផ្ទះទៀមបែបនេះហើយមុននឹងយើងចូលទៅអីហ្នឹងគឺថាគេតម្រូវឲ្យយើងពាក់ម៉ាស់សិនគេខ្លាចយើងមានមេរោគមេអីចឹងទៅចូលទៅចម្លងតាអីចឹងណាហើយមានច្រើនអាគារហើយមានចាស់ចាស់ខ្លះអត់មានសាច់ញាតិទេគឺរត់គេយកមកដាក់កន្លែងផ្ទះមនុស្សចាស់ហ្នឹងគេយកមកមើលថែហើយពេលដែលឃើញតាក្មេកខ្ញុំមានមនុស្សទៅមើលទៅបច្ចុកចឹងខ្ញុំឃើញចាស់ចាស់ខ្លះគាត់អើតកគាត់មើលងាកគាត់អើតមើលងាកគាត់អើតមើលទៅគួរអាណិតហ្មងហើយគ្រាន់តែទៅដល់កន្លែងតាក្មេកខ្ញុំភ្លៀងនិយាយពីថាអូយមេឃភ្លៀងមកហើយឡើងចង់បាក់មេឃសំណាងហើយជិះតាក់ស៊ីបើជិះឡានក្រុងវិញត្រូវឈប់ហើយត្រូវដើរគឺថាទៅទឹកហ្មងហើយកូនពូខ្ញុំហ្នឹងបើថាបានភ្លៀងចឹងអូចូលចិត្តណាស់ចង់ទៅរត់លេងទឹកភ្លៀងទេហើយតាក្មេកខ្ញុំហ្នឹងគឺគាត់ធ្វើដៃអញ្ចឹងគាត់ប្រាប់ថាឲ្យចាក់សោផ្ទះឲ្យត្រឹមត្រូវគាត់និយាយអត់ចេញគាត់បានតែកាយវិការតែកាយវិការគាត់ហ្នឹងគឺថាឃើញដំបូងហ្នឹងចង់ភ្ញាក់ផ្អើលដែរហើយតាក្មេកខ្ញុំហ្នឹងគឺថាស្រឡាញ់ប្តីខ្ញុំមកគឺដោយសារតែមូលហេតុអញ្ចឹងឯងបងប្អូនគឺគាត់ទៅអញ្ចឹងគឺគាត់បចោកហើយបើមិនទៅអញ្ចឹងទេគឺពេលដែលតាគាត់នៅផ្ទះគឺគាត់តែងតែថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងគឺគាត់យកតាគាត់ទៅខាងក្រៅទៅផ្សារនេះផ្សារនោះអីអញ្ចឹងណាគាត់ធ្វើបុណ្យជាមួយតាគាត់ខ្លាំងអញ្ចឹងហើយតាគាត់ស្រឡាញ់ហើយបន្ទាប់ពីទៅមើលតាក្មេកខ្ញុំរួចរាល់អស់ហើយហ្នឹងនាំគ្នា booking taxi ហ្នឹងជិះមកញ៉ាំអាហារ buffet កូរ៉េម្ដងហើយជាងធ្វើមាត់ខ្ញុំគេប្រាប់ថាឲ្យខ្ញុំតមធ្វើម៉េចឲ្យបាន4 10ថ្ងៃអីទៅមានណាបានតែ4ថ្ងៃលេងប្តីនាំមកកន្លែងអាហារ buffet កូរ៉េអាណាទ្រាំបានហើយប្តីខ្ញុំក៏ថោនឯងញ៉ាំតែសាច់ជ្រូកទៅអាណាឃើញរបស់អញ្ចឹងនៅភ្នែកហើយញ៉ាំតែសាច់ជ្រូកមិនមនុស្សមិនសូវចូលចិត្តសាច់ជ្រូកផងមានអីគេឲ្យតម10ថ្ងៃទៅបាន4ថ្ងៃទ្រាំអត់បានស្ទាបបបោមាត់មើលបបោមាត់អត់ឈឺផងដាក់បដ ாய் ប្រហែលជាគេឲ្យយើងតមខ្លាច់មាត់យើងខ្លាយខ្លាច់សាច់យើងខ្លាយញ៉ាំគ្រឿងសមុទ្រញ៉ាំទីអីទៅវាអាចធ្វើឲ្យតបៅធ្វើឲ្យរលួយអញ្ចឹងតែខ្ញុំវាអត់សាច់ខ្លាយមានអីខ្ញុំញ៉ាំបានហើយបន្ទាប់ពីញ៉ាំរួចរាល់អស់ហើយហ្នឹងគឺថាដាក់ស្គីននេះភ្លឹបទប់គីឡូផ្លាច់ព្រោះអីខ្ញុំញ៉ាំសាច់អាំងច្រើនអញ្ចឹងហើយវាមានជាតិខ្លាញ់ហើយស្គីននេះមានសារធាតុ fiber ខ្ពស់ជួយទប់ជាតិខ្លាញ់ដែលមិនល្អនិងជួយដុតជាតិខ្លាញ់ហើយសម្រាប់បងប្អូនដែលចង់ស្រកគីឡូលឿនបងប្អូនប្រើឈុត VIP នេះគឺថាស្រកគីឡូលឿនហើយស្គីននេះគឺជាប្រភេទគ្រាប់ធញ្ញជាតិមិនមែនជាប្រភេទថ្នាំទេបងប្អូនស្រកគីឡូបែបធម្មជាតិដោយមានសុវត្ថិភាពហើយបើបងប្អូនចង់ស្រកគីឡូលឿនប្រើឈុត VIP នេះគឺថាស្រកលឿនពិតៗហើយមើលខ្ញុំជាមួយកូនស្រីខ្ញុំនឹងគឺថាចង់ប៉ិនគ្នាហើយបងប្អូនតែឆ្នាំក្រោយនឹងដឹងតែកម្ពស់ម៉ែហ្មងនិយាយពីថាដៃជើងវែងដូចខ្ញុំអញ្ចឹងហើយឃើញធំអញ្ចឹងឯងក៏ប៉ុន្តែចរិតនៅកូនងាឡើយណាបងប្អូនកូនស្រីខ្ញុំពេលខ្លះរៀងពិបាកនិយាយគ្នាបន្តិចតមាត់ហើយងាកងក់ច្រើនបើមួយនេះក្លុកតែរឿងញ៉ាំទេតែបើនិយាយអីលះស្ដាប់គ្នាបានក៏ប៉ុន្តែរៀងខលបន្តិចខលហើយនឹងខូចនឹងលេខ1